សូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញានិងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពនិងជាទីមេត្រីថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមនៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយវីដេអូសកលនៅទីក្រុងស៊ីអានដែលជាទីក្រុងដ៏ទំនើបនិងមានវប្បធម៌ដ៏ល្អផូរផង់នៃសាធារណរដ្ឋប្រជាមានិតចិនខ្ញុំសូមចូលរួមអបអរយ៉ាងស្មោះស្ម័គ្រអស់ពីដួងចិត្តចំពោះភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នាពេលនេះនិងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះអគ្គនាយកដ្ឋានស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន CMG និងទីភ្នាក់ងារសារព័ត៌មានទូរទស្សន៍ CCTV ចំពោះការអញ្ជើញនិងធ្វើបដិសណ្ឋាកិច្ចចំពោះយើងខ្ញុំយ៉ាងកក់ក្ដៅការបង្កើតយន្តការដៃគូប្រព័ន្ធផ្សព្វផ្សាយសកលខាងត្បូងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាបានពង្រឹងនៅអំណាចនៃសម្លេងរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍនិងបណ្ដាប្រទេសជាមិត្តនៅលើពិភពលោកដើម្បីផ្សព្វផ្សាយអំពីរឿងរ៉ាវផ្ទាល់ក៏ដូចជាការលើកកម្ពស់ការយល់ដឹងអំពីយុត្តិធម៌ក៏ដូចជាសមធម៌នៅក្នុងការទំនាក់ទំនងជាសកលជាមួយគ្នានេះវេទិកាដែលបានប្រព្រឹត្តទៅនេះគឺបានប្រមូលផ្ដុំនៅសម្លេងពីបណ្ដាប្រទេសនៅក្នុងតំបន់សកលខាងត្បូងដើម្បីបង្កើតជាកិច្ចសន្ទនាបង្កើតនៅជំនឿទុកចិត្តគ្នាទៅវិញទៅមកនិងមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡើងយើងនឹងប្រើប្រាស់យន្តការនេះឲ្យបានពេញលេញដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅក្នុងចំណោមដៃគូប្រព័ន្ធផ្សព្វផ្សាយតាមរយៈការរាយការណ៍រួមគ្នាការចែករំលែកមាតិកានិងការផ្លាស់ប្ដូរធនធានមនុស្សយើងទន្ទឹមរង់ចាំយ៉ាងសហការយ៉ាងជិតស្និទ្ធនិងបន្តធ្វើការជាមួយគ្នាជាពិសេសជាមួយនឹងអគ្គនាយកដ្ឋានស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន CMG បន្ថែមទៀតដើម្បីបង្ហាញទៅកាន់ពិភពលោកនៅទិដ្ឋភាពមួយដែលមានតុល្យភាពការពិតនិងកាន់តែប្រសើរអំពីបណ្ដាប្រទេសនៅតំបន់សកលខាងត្បូងសូមអរគុណ